យើងមកធ្វើការអ៊ុតកញ្ចក់ស៊ីន iPhone វិញម្ដងបងប្អូនដោយថ្ងៃនេះខ្ញុំទទួលបាន iPhone 13 Pro Max រហូតដល់2ដើមបាទមួយដើមមុនគេនេះបែកខ្លាំងបែកឡើងដល់សាច់អេក្រង់បាទផ្នែកខាងក្នុងហើយបាទយើងអ៊ុតកញ្ចក់ថាច់ស៊ីនឡើងវិញបាទនេះយើងបិទជំរាបទឹកបាទក៏ដូចជាតេស្តជូនបាទហើយបន្តទៀតបាទក៏បញ្ហាដែរបែកកញ្ចក់ថាច់ផ្នែកខាងលើដែរ iPhone 13 Pro Max បែកតែកញ្ចក់មិនសូមទេងុំម៉ាស៊ីនហ្នឹងគឺបាទជាប់ iCloud អញ្ចឹងម្ដងនេះផ្លាស់ប្ដូរម៉ាស៊ីនហើយបាទយើងក៏ធ្វើការអ៊ុតកញ្ចក់ស៊ីនឡើងវិញផងដែរបាទនេះរួចរាល់យើងក៏ធ្វើការតេស្តជូនបាទធានារហូតដល់2ខែជូនបងប្អូនតែម្ដងទាំងអស់នេះគឺការងារជួសជុលប្រចាំថ្ងៃទី29បាទការងារតែមួយថ្ងៃឃើញថាតេជន់មកគ្រប់ត្រូលសេវាកម្មជួសជុលខាង VFix យើងច្រើនបងប្អូននេះគឺ iPhone 12 Pro Max បាទដូរទូហើយនឹងផ្លាស់ប្ដូរអេក្រង់បាទក៏ដូចជា Huawei បាទនេះគឺHuawei P30 Pro បញ្ហាដែលបែកកញ្ចក់ខូចថាច់បាទអានេះយើងផ្លាស់ប្ដូរអេក្រង់ថ្មីបាទប្រភេទអេក្រង់ស៊ីនបាទយើងក៏ធ្វើការតេស្តជូនដូចគ្នាសម្រាប់អេក្រង់បាទយើងមានសឹងតែគ្រប់ស៊េរីទៅហើយបងប្អូនមានទាំង copy ល្អបាទក៏ដូចជាមានទាំងប្រភេទស៊ីនម៉ាស៊ីនផងដែរនេះគឺ Pixel 7 Pro បាទបែកតែក្នុងមធ្យមងុំគឺបាទខូចអេក្រង់បាទយើងធ្វើការផ្លាស់ប្ដូរដូចគ្នាបាទនេះអតិជនមកតាំងពីព្រឹកបាទNote 20 Ultra បាទធ្លាប់ផ្លាស់ប្ដូរម្ដងដែរតែនេះកំហុសរបស់អតិជនផ្ទាល់ទេគឺធ្លាក់បែកទៀតហើយបាទឡើងតាំងពីខេត្តមកបាទគាត់មកធ្វើការផ្លាស់ប្ដូរអេក្រង់បាទនេះគឺបញ្ហាដែលស្ទើរថ្ម iPhone 14 Pro Max ណាមួយដើមនេះគឺប៉ោងបាទរៀងលៀនអេក្រង់ចេញមកហើយអញ្ចឹងបងប្អូនកុំទុកយូរគឺត្រូវតែដូរហើយមួយដើមនេះដែរគាត់បាទយកមកតម្លើងបាទរហូតដល់17 Pro Max បាទជាមួយនឹងសម្បកឡើងបាទស៊េរីចុងក្រោយនេះគឺបាទដូចខ្លាំងបងប្អូនដូចខ្លាំងមែនទែននេះបាទរួចរាល់តកតងនឹងបញ្ហាដែលបាទជាប់ iCloud បាទនេះអតិជនគាត់យកមកផ្លាស់ប្ដូរម៉ាស៊ីនបងប្អូនហើយនេះអតិជនគាត់ធ្លាប់ឡើងស៊េរីបាទសបកស៊េរីចាស់ឥឡូវយកមកឡើងម្ដងទៀតបាទក៏ដូចជា12 Pro Max បាទយកមកផ្លាស់ប្ដូរអេក្រង់